bởi trong miền này cũng ó dương thời thơ ca bài nẹ vì dù cũng thơ ca bài bộc lực thầm đà thơ ca bài nẹ vì dùอย่างmình thơ ca bài bộc lực thầm đàอย่างmình nhóm trong bị vô lùm pi cùng nịch nâng vô còn là thay nhóm hồ sạch hướng đại bị vô tới nhẹ ọc ni vô bị nâng ở chỗ bá nhóm hồ mùa hai chú tại ở miền hướng nào mũi đã nghi số bị vô một tái giờ mấy nhóm ban bị chụp mất thẻ những là có chỉ công hồn sầm nón còn bà hàng công hồn sầm nón hay những mũi tiết có hàng để bổ để lụt đây hơi cậu bàn gì tới nhôm cậu bàn chạp sạch hướng mùi bị quạt là việc bẹ pon cho mùi những bịa thà thưa ca bẹp nhẹ vì dốt hay thưa ca bẹp chỉ bộc lực thầm đà chấn nhôm những bị vô ha thưa ca bẹp nhẹ vì dốt mấy bẹp bộc lực thầm đà mấy thầy cho mưa tao nhẹ ọt nhé vô rằng bạch đài bà bị thà thưa ca bài mẹ vì dốt mini tha dương thưa ca bài long term sa cao phim dương cứ phơ đầm bầy này cột vẹn chài những bài lẹ nào vì dốt á rồi bài bộc lực thầm đá mini tha dương thưa cá tam màu cài và dương tam cùng lăng để dương bọc bình ngại những bong rồi phần á dương thưa ca phần này những cứ bài bộc lực thầm đá này và chân ta hai ấy bàn nhung vậy tha cô từ thưa ca bài nẹt vì dốt và phụ ấy dương thưa ca bài là cột vẹn chài nhóm lướt sải hướng mũi đèn một thể nhung cọt chay lệ sơn mình và thầm đá cọt bài cơm hôn sầm nón về miền bay level này càng nghĩa cứ level bộc lực cam co nâng khóm để cọt chi nhẹ cho từ thưa ca nơi sai to là tam được chỉnh mùi chẳng đấy hơi mũi tiết cứ level nẹt thưa ca là office và hơi mũi tiết cứ level nẹt cực tròn chắc miền bay level xem cọt quát thưa ca thị trấn quát là cho mùi nâng nẹt cực tròn hay nâng nẹt office thì tại tam sáiคือกอดอัปเดตต่อเลยกอดมีนบกเลิกในออฟฟิศเพื่อการต่อจมูกหนึ่งบกเลิกในตามโปรเจกต์ตามไซน์อย่างนั้นนะจังกอดถ้าปัจจุบันน่ะบกเลิกในตามไซน์นั่นคือปะบะมันแต่ปะบะคุกกรองมันแต่โดมันเลยชีประจำโดยสายพิเชิญพวกกอดเจียกรรมกรสำนองอย่างนั้นนะเฮ้ยระเบียบทางធ្វើការគឺពិបាកបញ្ជីពិបាកដឹកនាំណាស់ដោយសារតែអីដោយសារតែចំណេះដឹងហើយនឹងការគិតរបស់គាត់ហ្នឹងគឺបែបលក្ខណៈបុគ្គលិកធម្មតាមានន័យថាឲ្យលុយប៉ុណ្ណាធ្វើការប៉ុណ្ណឹងអញ្ចឹងណាអាហ្នឹងវាតាមពិតវាមិនខុសទេប៉ុន្តែមូលហេតុអីបានខ្ញុំចង់ឲ្យអ្នកនរគ្នាគិតទៅលើការងារបែបលក្ខណៈវិនិយោគធម្មតាបែបលក្ខណៈវិនិយោគមានថាយើងទទួលបានអត្ថប្រយោជន៍អត់ដូចអ្វីដែលយើងធ្វើមានថាអាចយើងធ្វើការច្រើនជាងអញ្ចឹងណាអញ្ចឹងវាតែហេតុអីបានយើងត្រូវធ្វើអញ្ចឹងខ្ញុំឲ្យសាច់រឿងមួយដែលគាត់និយាយប្រាប់ខ្ញុំគាត់មានបុគ្គលិកគាត់ម្នាក់បាទជាអ្នកបើកឡានទេបាទដំបូងគឺគាត់ចូលធ្វើការគាត់ជាអ្នកបើកឡានដូចបុគ្គលិកបើកឡានទូទៅផ្សេងទៀតដែរគាត់មានព្រោះគាត់មានក្រុមឡានណាដោយសារគាត់ជាខាងក្រុមហ៊ុនសំណង់អញ្ចឹងត្រូវមានឡានដឹករបស់របរសំណង់ទៅតាមគម្រោងមួយអញ្ចឹងមានត្រូវមានឡានច្រើនហើយមានពុកអ្នកបើកឡានច្រើនអញ្ចឹងបុគ្គលិកអ្នកហ្នឹងគឺគាត់ធ្វើការគាត់មេគាត់កត់សម្គាល់ឃើញថាបុគ្គលិកអ្នកហ្នឹងពេលដែលធ្វើការដឹកអីវ៉ាន់ដឹកសំណង់អីទៅហើយគាត់ធ្វើការងារល្អមានថាតាំងពីការយកអីវ៉ាន់ទៅដាក់ឲ្យត្រូវរៀបចំឲ្យម៉ត់ចត់ហើយគាត់យកឡានមកវិញគាត់ចេះរៀបចំទុកដាក់ចេះសម្អាតអញ្ចឹងណាមើលថែដូចរបស់ហ្នឹងជារបស់គាត់ហ្នឹងបាទអញ្ចឹងគាត់ធ្វើការមើលទៅធ្វើឲ្យមេមានអារម្មណ៍កក់ក្ដៅទុកចិត្តថាបុគ្គលិកអ្នកនេះគឺធ្វើការងារល្អបាទអញ្ចឹងតែប្រាក់ខែក៏មិនច្រើនទេដូចបុគ្គលិកទូទៅអញ្ចឹងគាត់ថាការងារគាត់គឺល្អជាងគេអញ្ចឹងណាម៉ត់ចត់ជាងគេអាហ្នឹងគឺជាអ្វីដែលគាត់ប្រាប់ហើយគាត់ធ្វើការងារបានមួយរយៈគាត់ក៏មានគំនិតមួយគឺមកសួរមេគាត់មកថាមេខ្ញុំសុំដោយសារមេត្រូវការប្រើឡានច្រើនជាប្រចាំហើយអាចនឹងត្រូវទិញឡានថ្មីអញ្ចឹងពេលដែលមេត្រូវការទិញឡានថ្មីយកមកដឹកគ្រឿងសំណង់អស់ហ្នឹងគាត់សុំស្នើថាគាត់ចង់វិនិយោគដាក់ទិញឡានដើម្បីយកមកដឹកគ្រឿងហ្នឹងហើយមេបងជាប្រាក់ឈ្នួលថ្លៃឡានហ្នឹងអញ្ចឹងណាជាមេចំណាយលុយទិញឡានមកហើយគាត់ជាអ្នកទិញឡានយកមកដាក់ហើយរឿងមើលការថែទាំទុកដាក់ឡានហ្នឹងគឺគាត់ខ្លួនឯងផ្ទាល់ជាអ្នកទទួលការមើលការខុសត្រូវអញ្ចឹងមេរបស់គាត់មានរឿងអីមិនយល់ព្រមពួកអត់ចំណាយលុយផងត្រូវអត់ហើយគ្រាន់តែបងថ្លៃឈ្នួលទៅឲ្យឡានទៅគឺអូខេព្រោះគាត់អត់ចាំបាច់ជឿក្បាលឡានត្រូវយកឡានទៅជួសជុលត្រូវថែសារមិនអញ្ចឹងមានបុគ្គលិកហ្នឹងគាត់ជាម្ចាស់ឡានស្អែកគាត់មើលថែខ្លួនឯងស្អែកអញ្ចឹងគាត់ត្រូវតែសុវ័យចិត្តចង់ធ្វើត្រូវអត់អញ្ចឹងដំបូងដាក់ឡានមួយបាទអញ្ចឹងធ្វើបានប្រហែលឆ្នាំឥឡូវគាត់ឡើងឡាន2ហើយមេគាត់ប្រាប់ខ្ញុំទៀតថាគាត់មានគំនិតមួយថាដោយសារតែក្រុមហ៊ុនគាត់គឺមានផ្នែកឡានហ្នឹងមួយគឺច្រើននៅក្នុងហ្នឹងហើយគាត់អត់ចង់
ផ្ដោតការគ្រប់គ្រងទៅលើនឹងទេអញ្ចឹងគាត់គិតថាបើសិនជាបុគ្គលិកគាត់ម្នាក់ហ្នឹងមើលការគ្រប់គ្រងឡាន2ហ្នឹងហើយអាចគាត់នឹងឲ្យអាសាញឲ្យទៅគ្រប់គ្រងក្រុមឡាននឹងទៅមូលមកបើសិនជាគ្រប់គ្រងបានល្អគាត់នឹងផ្ដាច់មកមានន័យថាគាត់បែងចែកអានេះជាក្រុមហ៊ុនដាច់មួយហ្មងខាងផ្នែកឡានហ្នឹងដោយសហការជាមួយនឹងខាងក្រុមហ៊ុនធំរបស់គាត់នេះមានថាគាត់លែងផ្ដោតទៅលើការទិញឡានគ្រប់គ្រងឡានហ្នឹងគឺគាត់មូលនឹងផ្ដាច់ទៅឲ្យខាងបុគ្គលិកម្នាក់ហ្នឹងហ្មងរបៀបថាចូលហ៊ុនស្មើគ្នាអញ្ចឹងណាហើយប្រាក់ចំណេញស្មើគ្នាទៅពួកគាត់ក៏អត់ចង់ផ្ដោតខ្លាំងទៅលើការរកស៊ីគ្រប់គ្រងឡានហ្នឹងដែរអញ្ចឹងឲ្យបុគ្គលិកដែលគាត់មានគំនិតហ្នឹងគាត់មកកាន់កន្លែងហ្នឹងជាក្រុមហ៊ុនតូចមួយសម្រាប់គ្រប់គ្រងឡានសម្រាប់ខាងសំណងគាត់ហ្នឹងហ្មងអ្នកនរគ្នាឃើញទេអាហ្នឹងគឺជាធ្វើការបែបលក្ខណៈវិនិយោគមិនមែនជាបែបលក្ខណៈបុគ្គលិកធម្មតាអញ្ចឹងវាធ្វើឲ្យមិនធ្វើឲ្យអនាគតវែងឆ្ងាយធ្វើឲ្យទៅមុខទៀតខ្ញុំជឿថាបុគ្គលិកម្នាក់ហ្នឹងគឺច្បាស់ជាឡើងតំណែងធំឬក៏អាចក្លាយទៅជាម្ចាស់មុខរបរខ្លួនឯងហ្មងអាហ្នឹងគឺជាការធ្វើការបែបលក្ខណៈវិនិយោគមានន័យថាគេអត់ខ្វល់ថាប្រាក់ខែប៉ុណ្ណេះធ្វើការតែប៉ុណ្ណេះទេគេធ្វើការបែបលក្ខណៈយកចិត្តទុកដាក់ដើម្បីឲ្យខ្លួនគេផ្ទាល់ទីមួយគេទទួលបានបទពិសោធន៍ការងាររបស់គេគឺគេធ្វើទៅបានល្អបាទមានបទពិសោធន៍ល្អអត់បទពិសោធន៍បែបលក្ខណៈខឹងកន្លែងធ្វើការខឹងមេខឹងអីចឹងព្រោះគេអត់ខ្វល់ទេថាមេយ៉ាងម៉េចគេអត់ខ្វល់ទេថាការងារវាត្រឹមម៉ោងណាគឺគេខ្វល់ថាតើគេធ្វើសកម្មភាពការងារនឹងត្រូវអត់បាទអាហ្នឹងគឺបែបលក្ខណៈវិនិយោគនឹងឯងដែលខ្ញុំនិយាយហើយបែបបុគ្គលិកធម្មតាទៀតពិតក៏វាមិនខុសដែរយើងធ្វើការតាមចំនួនទឹកលុយដែលទទួលបានអញ្ចឹងណាគ្រាន់តែថាយើងធ្វើអញ្ចឹងវាបិទសមត្ថភាពខ្លួនឯងទៀតពិតយើងខ្លួនឯងយើងអាចបញ្ចេញសមត្ថភាពបានច្រើនជាងហ្នឹងគ្រាន់តែថាយើងគិតថាប្រាក់ខែវាសំខាន់ជាងយើងអត់បានបញ្ចេញនៅអ្វីដែលយើងមានអស់អញ្ចឹងវាធ្វើឲ្យមិនធ្វើឲ្យស្នាដៃរបស់យើងខ្លួនឯងក៏មិនច្បាស់ថាខ្លួនឯងមានសមត្ថភាពប៉ុណ្ណាដែរអាហ្នឹងគឺបែបលក្ខណៈបុគ្គលិកធម្មតាដែលខ្ញុំចង់បញ្យល់ឲ្យអ្នកនរគ្នាយល់ថាតើយើងគូថាមូលហេតុអីបើយើងធ្វើបែបលក្ខណៈបុគ្គលិកវិនិយោគអានេះគឺពាក្យដែលខ្ញុំបង្កើតឡើងទេបុគ្គលិកបែបវិនិយោគនិងបុគ្គលិកធម្មតាអញ្ចឹងខ្ញុំបានរឿងនឹងមួយគឺងាយស្រួលបញ្យល់ទៅអ្នកនរគ្នាហើយមិនដឹងថាអ្នកនរគ្នាគិតយ៉ាងម៉េចហើយមិត្តភក្តិខ្ញុំមួយទៀតដែលគាត់ជាខាង depot ក៏គាត់មានបញ្ហាហ្នឹងដែរមានន័យថាគាត់ត្រូវមានធ្វើការងារជាមួយនឹងអ្នកដឹកអីវ៉ាន់ឲ្យខាងភ្ញៀវពួក depot ធម្មតាលក់ដែកលក់គ្រឿងសំណង់ត្រូវដឹកដូចគ្នាគឺបុគ្គលិកធ្វើការបែបលក្ខណៈអត់យកចិត្តទុកដាក់បែបលក្ខណៈថាយើងជាម្ចាស់ត្រូវហត់នៅទៅតាមមើលការខុសត្រូវខាងរឿងដឹកនឹងក៏ត្រូវតែមើលទាំងមានចន្លោះប្រហោងកន្លែងណាមានការងារកន្លែងណាដែលធ្វើទៅអត់ល្អគាត់ជាការងារនៅខាងក្រោមឯងឃើញទេអញ្ចឹងធ្វើឲ្យអ្នកដែលនៅខាងលើហ្នឹងគាត់ពិបាកក្នុងការគ្រប់គ្រងយើងអញ្ចឹងសួរថាតើគាត់មានជំនឿចិត្តអីដែលតឡើងយើងដែលបោះការងារធំៗឲ្យយើងដែលទាំងដែលយើងធ្វើការងារទូចហ្នឹងធ្វើបានប៉ុណ្ណាយកប៉ុណ្ណឹងអញ្ចឹងអាហ្នឹងរបៀបថាជាបុគ្គលិកធម្មតាការងារយកប្រាក់ខែអញ្ចឹងយើងនៅក្នុងវីដេអូនេះខ្ញុំចង់លើកទឹកចិត្តឲ្យអ្នកនរគ្នាកុំផ្ដោតទៅរឿងប្រាក់ខែពេកផ្ដោតទៅលើថាតើការងាររបស់យើងនេះធ្វើបានម៉ត់ចត់ប៉ុណ្ណាបានលទ្ធផលល្អប៉ុណ្ណាខំអស់លទ្ធភាពដើម្បីវាស់វែងថាតើសមត្ថភាពយើងប៉ុណ្ណាបាទហើយយើងធ្វើតែហ្នឹងទៅខ្ញុំគិតថាអ្នកដែលគេនឹងលើគេអាចមើលឃើញកន្លែងហ្នឹងគេអាចតាមដានកន្លែងហ្នឹងដូចមិត្តភក្តិខ្ញុំអញ្ចឹងគាត់តាមពិតគាត់តាមដានមិនមែនគាត់មិនដឹងទេហើយគាត់ខាងសំណងមួយទៀតគាត់ចែកម្លែកបទពិសោធន៍រឿងបុគ្គលិកធម្មតាបុគ្គលិកខាងឡានគាត់ថាបុគ្គលិកគាត់ឥឡូវហ្នឹងមានអ្នកបុកលុយធ្វើតកង់ឡានទៀតដោយសារអីដោយសារតែធ្វើតកង់ឡានអាចនឹងកັບកេងប្រេងគាត់បានហើយគាត់ក៏មិនដឹងរឿងហ្នឹងដែរគាត់ដឹងថាគាត់គិតថាបើកផ្នែកមួយខាងបិទផ្នែកមួយខាងខ្លះទៅហើយបុគ្គលិកប្រភេទអញ្ចឹងគាត់អត់អាចទុកចិត្តបានទេអាហ្នឹងគឺគាត់ចែកម្លែកផ្ទាល់តែម្ដងអញ្ចឹងសម្រាប់អ្នកនរគ្នាវិញយល់យ៉ាងម៉េចដែរខ្ញុំក្នុងវីដេអូនេះខ្ញុំចង់បង្ហាញពីអ្វីដែលខ្ញុំគិតថាយើងគួរតែព្យាយាមធ្វើការបែបជាលក្ខណៈវិនិយោគជាបុគ្គលិកបែបលក្ខណៈវិនិយោគសម្រាប់អនាគតវែងឆ្ងាយគុំធ្វើការបែបតែជាបុគ្គលិកធម្មតាអញ្ចឹងសម្រាប់បងប្អូនទាំងគ្នាវិញស្ដាប់វីដេអូនេះហើយមានមតិយោបល់យ៉ាងម៉េចសូមជួយ comment ផងព្រោះអីខ្ញុំឮអ្នកបកស្រាយច្រើនណាដែលគេនិយាយថាបុគ្គលិកមួយចំនួនធ្វើការយកតែប្រាក់ខែចង់បានតែប្រាក់ខែច្រើនអញ្ចឹងសម្រាប់បងប្អូនវិញយល់យ៉ាងម៉េចសម្រាប់អ្នកផ្សេងទៀតយល់យ៉ាងម៉េចសូមជួយ comment មកបាទហើយសូមជួយចែករំលែកទៅកាន់អ្នកផ្សេងទៀតផងបើយល់ថាអ្វីដែលខ្ញុំនិយាយនេះវាចាក់ដោតអាចជួយជំរុញល្បឿនការងាររបស់អ្នកនរគ្នាបានសូមជួយចែករំលែកផងបាទអរគុណច្រើន